បាទជំរាបសួរបងប្អូនទាំងគ្នាការវិលត្រឡប់មកវិញសាជាថ្មីដោយសារការអាក់ខានផុសវីដេអូជាច្រើនខែដោយសារតែប្រទេសយើងមានបញ្ហាសង្គ្រាមបងប្អូនណាចឹងហើយធ្វើខ្ញុំបាទអាក់ខាននៃការថតវីដេអូចែករំលែកជូនបងប្អូនទាំងគ្នាទស្សនាហើយថ្ងៃនេះមកកាត់ផ្លូវនេះក៏ឃើញមានបងប្អូនប្រជាកសិករគាត់ធ្វើដំណាំដាំដំណាំបងប្អូនដាំស្ពៃហើយស្ពៃនេះគឺជាដំណាំកសិកម្មតាំងពីដើមមកហើយតែឥឡូវនេះគេកែសម្រួលថ្មីបងប្អូនកែសម្រួលថ្មីពីជំនាន់មុនគេដាំស្ពៃដាំអីដាំតកួនគឺគេស្រោចទឹកគេរែកទឹកស្រោចតែដល់សម័យបច្ចុប្បន្នគឺគេមានការផ្លាស់ប្ដូរបងប្អូនណាបាទអញ្ចឹងកុំឲ្យរកចាំយូរទៅមើលការផ្លាស់ប្ដូររបស់គាត់ទាំងអស់គ្នាតើគាត់ធ្វើបែបណាបងប្អូនបាទនេះបងប្អូនទាំងគ្នាដូចបងប្អូនមកឃើញអញ្ចឹងនេះគឺជាដំណាំស្ពៃរបស់បងប្រុសឬក៏អ៊ំប្រុសគាត់នៅខាងនោះបាទនេះបងប្អូនគឺបច្ចុប្បន្នគេអត់ប្រើរែកទឹកដូចមុនបងប្អូនណាគេរែកទឹកដូចមុនទេគឺគេប្រើទៅយោដាក់តាមរងនីមួយៗអញ្ចឹងហើយគេដាក់បំពង់នេះបងប្អូននេះក្បាលសាច់នេះគាត់ដាក់ក្បាលសាច់ទាំងអស់ហ្នឹងមកពេលគាត់បើកប្រឆេះម៉ាស៊ីនគាត់មកគឺវាសាច់សពទាំងអស់អញ្ចឹងមិនបាច់ចាំពិបាករែកទឹករែកអីស្រោចដូចពីមុនទេបងប្អូនបាទគឺពីមួយសម័យកាលទៅមួយសម័យកាលគឺមានការផ្លាស់ប្ដូរដូចខ្ញុំនិយាយអញ្ចឹងបងប្អូនមានការផ្លាស់ប្ដូរអញ្ចឹងយើងត្រូវធ្វើម៉េចឲ្យទាន់គេយើងធ្វើយ៉ាងម៉េចដើម្បីមានការច្នៃប្រឌិតឲ្យបានខ្ពស់បងប្អូនបាទហើយដំណាំស្ពៃនេះទៀតសោតគឺជាដំណាំមួយជួយយើងនៅជីវភាពប្រចាំអាទិត្យប្រចាំថ្ងៃអញ្ចឹងណាមិនយូរទេបងប្អូនស្ពៃនេះបើតាមបទពិសោធន៍ខ្ញុំធ្លាប់ដាំពីមុនមកបើសិនជាលូតលាស់ល្អច្រើនណាស់កន្លះខែទៅមួយខែគឺដកបានទេមួយខែនឹងយូរពេកបងប្អូនណាបាទយូរពេកហើយបាទនេះគឺជាស្ពៃខ្ញុំតាមខ្ញុំមើលដូចស្ពៃចកឹះបងប្អូនស្ពៃចកឹះបាទតំបន់ខ្លះគេហៅស្ពៃឆៃស៊ីមអញ្ចឹងណាតែនេះតាមតំបន់នេះអធិស្ឋានបងប្អូនហៅយ៉ាងណាគឺជារឿងរបស់បងប្អូនបាទគ្រាន់តែខ្ញុំចង់ចែករំលែកបងប្អូនអ្នកគ្នាថាបច្ចុប្បន្នគឺគេអត់រែកទឹកស្រោចដូចពីជំនាន់មុនទេបងប្អូនអត់រែកទឹកស្រោចទេគឺគេប្រើក្បាលសាច់នេះអញ្ចឹងឯងក្បាលសាច់នេះបងប្អូនក្បាលសាច់នេះដើម្បីស្រោចស្រពឲ្យវាសប់ល្អបងប្អូនបាទហើយដីគាត់ធំបងប្អូនដីគាត់ធំប្រហែលជាខ្ទង់2ហិកតាហ្នឹងនៅខាងនេះផងហើយខាងនោះផងអញ្ចឹងណាបាទអញ្ចឹងបងប្អូនដែលចង់ដាំដំណាំគឺបងប្អូនអាចមើលបានដាំស្ពៃដាំតកួននេះបងប្អូនអាចរៀនពីគាត់បានទេបងប្អូនគឺគាត់ធ្វើបែបហ្នឹងគាត់ច្នៃបែបហ្នឹងបាទអេមែនតែនបាទហើយដោយបងប្អូនមកឃើញអញ្ចឹងនេះឃើញទេគឺគេរៀបបែបហ្នឹងគឺរៀបបែបហ្នឹងហើយគាត់រៀបប្រព័ន្ធទៅយោកដាលដូចចេះហើយគាត់មានម៉ាស៊ីនធំមួយនៅខាងនោះបាទមានម៉ាស៊ីនធំមួយនៅខាងនោះដើម្បីប្រឆេះបូមទឹកស្រោចណាបាទល្អមែនតើបងប្អូនអត់ហត់ទេគ្រាន់តែថាអស់សាំងបន្តិចបងប្អូនយើងប្រើសាំងប្រើអីតិចចឹងណាបាទយើងប្រើសាំងដើម្បីស្រោចស្រពឲ្យសពល្អបាទអញ្ចឹងនេះគឺជាបច្ចេកទេសខ្លះសម្រាប់បងប្អូនទាំងគ្នាយកទៅអនុវត្តសង្ឃឹមថាបងប្អូនទាំងគ្នានឹងរៀនពីបច្ចេកទេសទាំងអស់នេះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបាទហើយជាចុងក្រោយខ្ញុំបាទសូមអរគុណច្រើនចំពោះការតាមដានបងប្អូនទាំងអស់គ្នាហើយវីដេអូនេះគ្រាន់តែធ្វើដើម្បីចែករំលែកបទពិសោធន៍មួយចំនួនដែលបងប្អូនបានមិនបានដឹងឲ្យបានដឹងហើយបើបងប្អូនបានដឹងហើយបងប្អូនអាចយកទៅកែច្នៃបន្ថែមដើម្បីវាល្អព្រោះថាការធ្វើវីដេអូរបស់ខ្ញុំគឺអត់មានបំណងអីទេគ្រាន់តែចង់ចែករំលែកបទពិសោធន៍ក្នុងការដាំដំណាំការធ្វើការច្នៃប្រឌិតពីមួយចំនួនទៅមួយចំនួនឲ្យយើងមានការងាយស្រួលណាបងប្អូនណាបាទសង្ឃឹមថាបងប្អូននឹងជួយ share វីដេអូមួយនេះចែករំលែកឲ្យបងប្អូនដទៃទៀតបានទស្សនានៅពេលដែលបងប្អូនចង់ដាំដំណាំស្ពៃដំណាំការ៉ុតឆៃថាវតកួនអីគឺបងប្អូនត្រូវតែនឹកឃើញការធ្វើទម្រង់បែបនេះបងប្អូនណាបាទជាចុងក្រោយម្ដងទៀតសូមជម្រាបលាជូនពរពុកម៉ែតាយាយសុខសប្បាយទាំងអស់គ្នាក្នុងឆ្នាំ2026នេះសង្ឃឹមថាយើងនឹងមានសន្តិភាពបន្តហើយយើងនឹងសុខសប្បាយផ្លូវចិត្តទាំងអស់គ្នាក្នុងការប្រកបអាជីវកម្មរៀងៗខ្លួនអ្នកដាំដំណាំបន្ថែមអ្នកធ្វើស្រែចម្ការព្យាយាមប្រឹងប្រែងអភិវឌ្ឍខ្លួនធ្វើស្រែចម្ការឲ្យល្អអ្នករកស៊ីព្យាយាមប្រឹងប្រែងលក់ដូរដើម្បីបង្កើនសេដ្ឋកិច្ចឲ្យមានការរីកចម្រើនអ្នកផ្គត់ផ្គង់គឺត្រូវតែព្យាយាមផ្គត់ផ្គង់បន្ថែមអ្នកចេះអ្វីធ្វើនឹងដើម្បីឲ្យប្រទេសជាតិរបស់យើងមានការរីកចម្រើនបន្ថែមទៀតបាទជាចុងក្រោយជម្រាបលាអរគុណច្រើនបាយបាយ